ជំរាបសួរអ្នកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះដែរពួកខ្ញុំនឹងមកធ្វើបទបង្ហាញអំពី Nissan App from experience ដែលពួកខ្ញុំបានជួបប្រទះនោះពួកយើងបានសង្កេតឃើញថាសិស្សពួកភាគច្រើនត្រូវការការណែនាំពីសិស្សច្បងតែអ្វីដែលជាឧបសគ្គសម្រាប់ពួកគាត់នោះគឺថាពួកគាត់មិនមាននៅមធ្យោបាយទំនាក់ទំនងគ្នាដ៏ល្អរវាងសិស្សច្បងនិងសិស្សប្អូននៅក្នុងសាកលវិទ្យាល័យតែមួយនោះទេហេតុនេះហើយទើបមានបញ្ហាចោទចម្បងសម្រាប់ពួកយើងនោះគឺថាកង្វះមធ្យោបាយទំនាក់ទំនងគ្នារវាងសិស្សច្បងនិងសិស្សប្អូនដែលបណ្ដាលឲ្យមានការរាំងស្ទះដល់ការសហការគ្នាហើយទាំងអស់នេះគឺជាកត្តាដែលជាឧបសគ្គក្នុងការទំនាក់ទំនងគ្នាវាមានដូចជាការខ្លាចអ្នកដទៃវិនិច្ឆ័យការខ្វះឱកាសក្នុងការទំនាក់ទំនងគ្នាគ្មានចំណង់ចំណូលចិត្តដូចគ្នាការពិបាកក្នុងការចាប់ផ្ដើមការសន្ទនាហើយការខ្វះភាពជឿជាក់លើខ្លួនឯងឬក៏មានភាពខ្មាស់អៀនក្នុងការ start conversation ជាមួយអ្នកដទៃផ្សេងទៀតហើយបញ្ហាទាំងអស់នេះភាគច្រើនកើតឡើងទៅលើសិស្សប្អូនដែលទើបតែចូលរៀនដំបូងហើយពួកគាត់ទាំងអស់នេះដែលពួកខ្ញុំបានទៅធ្វើ interview ដើម្បីស្រង់នៅទិន្នន័យមួយចំនួនបើយើងយោងទៅតាមក្រាបនៃទិន្នន័យទាំងអស់នោះយើងឃើញថា 60% នៃសិស្សគឺពិបាកក្នុងការចាប់ផ្ដើមការសន្ទនាដំបូងហើយ 30% នៃសិស្សគឺខ្វះឱកាសក្នុងការទំនាក់ទំនងគ្នារីឯ 50% ទៀតនៃសិស្សគឺជួបនៅបញ្ហាដូចជាខ្លាចគេវិនិច្ឆ័យមកលើខ្លួនគ្មានចំណង់ចំណូលចិត្តដូចគ្នានិងមិនមានភាពជឿជាក់លើខ្លួនឯងជាដើមខ្ញុំពួកខ្ញុំសូមណែនាំនៅ Nissan App ដែលជា platform មួយសម្រាប់និស្សិតនៅក្នុងសាកលវិទ្យាល័យតែមួយគ្រប់ចំនួនអាចទំនាក់ទំនងគ្នាបានហើយ App នេះត្រូវបាន inspire ពី Reddit និង Stack Overflow App របស់ពួកយើងអាចផ្ដល់នូវបទពិសោធន៍ក្នុងការទំនាក់ទំនងគ្នាអាចឲ្យនិស្សិតធ្វើ Q&A ដើម្បីសួរគ្នាទៅវិញទៅមកក៏ដូចជាចែកម្លែកនៅ idea ឬក៏បទពិសោធន៍នៃការសិក្សាផ្សេងៗរបស់ពួកគេឲ្យគ្នាទៅវិញទៅមកហើយក៏អាចឲ្យនិស្សិតគ្រប់ចំនួន improve លើការសហការគ្នាបានយ៉ាងល្អក្នុងប្រសិទ្ធភាពហើយ app យើងក៏មានមុខងារផ្សេងៗទៀតផងដែរហើយសម្រាប់ proposed solution នៃ app របស់យើងគឺថា app របស់យើងបានបែងចែក data ជាពីរគឺ public data និង private data public data គឺអនុញ្ញាតឲ្យនិស្សិតទំនាក់ទំនងគ្នាជាក្រុមឬជា community នៅក្នុងសាកលវិទ្យាល័យតែមួយហើយសម្រាប់ private data គឺយើងអាចឲ្យនិស្សិតទំនាក់ទំនងគ្នាជាបុគ្គលហើយលើពីនេះ app របស់យើងក៏ឲ្យនិស្សិតអាចស្វែងរកមាតិកាណាដែលគេចូលចិត្តហើយអាចឲ្យនិស្សិតបែងចែកនៅប្រភេទមាតិកាទៅតាម species ឬក៏ categories របស់ពួកគេតើហេតុអ្វីទៅបានធ្វើឲ្យ app និស្សិតរបស់យើងមានភាព unique ជាង app ដទៃផ្សេងទៀតព្រោះថា app របស់យើងគឺផ្ដោតសំខាន់ទៅលើតម្រូវការរបស់និស្សិតគ្រប់រូបនៅក្នុងសាកលវិទ្យាល័យហើយការគ្រប់គ្រងទិន្នន័យក៏មានសណ្ដាប់ធ្នាប់ល្អនិងមានសុវត្ថិភាពខ្ពស់ហើយយើងអាចឲ្យនិស្សិតធ្វើ Q&A ដើម្បីលក្ខណៈថាឲ្យគេសួរគ្នាទៅវិញទៅមកដើម្បីចែកម្លែកនៅបទពិសោធន៍នៃការសិក្សារៀងៗខ្លួនឲ្យគ្នាឬក៏ផ្ដោះប្ដូរកំណត់ឬក៏ idea គ្នាឲ្យគ្នាចឹងទៅហើយយើងក៏អាចឲ្យនិស្សិតស្វែងរកនៅមាតិកាផ្សេងៗដែលពួកគេចូលចិត្តផងដែរហើយនេះគឺជា prototype នៃ app របស់យើងដែលយើងមាន home page គឺជាកន្លែងដែលស្វែងរកនៅមាតិកាផ្សេងៗឬក៏ប៉ុស្តិ៍ផ្សេងៗពីនិស្សិតហើយ chat គឺជាកន្លែងដែលយើង chat ជាបុគ្គលឬក៏ជាលក្ខណៈក្រុមហើយបង្កើតក្រុមបង្កើតអីបានហើយ space ជាកន្លែងដែលយើងឲ្យនិស្សិតស្វែងរកនៅ content ដែលពួកគេចូលចិត្តទៅតាម spaces ឬក៏ទៅតាម community ណាមួយរបស់ពួកគេហើយ target customer របស់ app យើងគឺយើងផ្ដោតទៅលើ junior senior និង graduate student ចឹងសម្រាប់ competitor analysis តើហេតុអ្វីទៅបានជាយើងគួរជ្រើសរើសយកNissan App ក្រៅពី app ដទៃទៀតពីព្រោះថាបើយើងកន្លែងទៅមើលមុខងារដែលសំខាន់ដែលមានប្រយោជន៍សម្រាប់និស្សិតនោះវាមានដូចជា public post private chat categorized content relative post search post ហើយ control post នោះយើងឃើញថា Nissan App គឺមានគ្រប់ចំណុចរីឯ app ផ្សេងមានចំណុចខ្លះតែចំណុចខ្លះទៀតគឺអត់មាននោះទេហ
ហើយសម្រាប់ value proposition នៃ app របស់យើងគឺថា app របស់យើងគ្រប់គ្រងនៅទិន្នន័យយ៉ាងមានសណ្ដាប់ធ្នាប់និងមានសុវត្ថិភាពខ្ពស់ហើយ app របស់យើងក៏ផ្ដល់នូវសេវាកម្មដ៏ល្អនិងអាចជឿទុកចិត្តបានផងដែរហើយទី3នោះគឺថាយើងអនុញ្ញាតឲ្យសិស្សនិស្សិតគ្រប់រូបធ្វើ Q&A សួរគ្នាទៅវិញទៅមកដើម្បីផ្លាស់ប្ដូរគំនិតគ្នាដើម្បីចែករំលែកនៅបទពិសោធន៍នៃការសិក្សារៀនពីខ្លួនទៅឲ្យគ្នាទៅវិញទៅមកដែលយើងធ្វើបែបនេះទៅធ្វើឲ្យនិស្សិតមានភាពងាយស្រួលក្នុងការទទួលបាននៅចំណេះដឹងថ្មីល្អប្រកបនៅប្រសិទ្ធភាពខ្ពស់ហើយ partnership របស់យើងអាចសហការជាមួយនឹង Amazon Web Service ហើយប្រកបណាស់ជាមួយនឹងសាកលវិទ្យាល័យរបស់ពួកយើងគឺ CET ហើយសម្រាប់ការវិវត្តនៃ app របស់យើងវិញគឺថាយើងចាស់ចេញពី3ដំណាក់កាល short term medium term និង long term short term យើងធ្វើតែនៅក្នុងសាកលវិទ្យាល័យរបស់យើងទេគឺ CET ហើយសម្រាប់ medium term វិញយើងធ្វើនៅគ្រប់ university នៅក្នុងទីក្រុងភ្នំពេញរបស់យើងហើយសម្រាប់ long term យើងធ្វើនៅគ្រប់ university នៅក្នុងប្រទេសរបស់យើងតែម្ដងដែល app របស់យើង inspire ពី Stack Overflow និង Reddit ហើយជាចុងក្រោយខ្ញុំសូមអរគុណអ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ស្ដាប់ខ្ញុំធ្វើបទបង្ហាញអំពីនិស្សិត app សូមអរគុណ